ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញបងប្អូនពីរបៀបធ្វើគីមប៉ាបឬមួយក៏ភាសាខ្មែរយើងហ្នឹងហៅថាបាយខ្ចប់សារាយចាគ្រឿងផ្សំមានដូចខាងលើជាដំបូងគឺនាងខ្ញុំយកការ៉ុតរបស់យើងហ្នឹងយកមកឈូសជាសរសៃស្ដាងបែបហ្នឹងចារួចទុកវាមួយឡែកបន្តមកទៀតគឺនាងខ្ញុំគោះពងមាន់ចំនួន3គ្រាប់ដាក់ក្នុងកូនចានចង្កឹះរួចនាងខ្ញុំដាក់អំបិលពីចេងបន្តិចចាយើងវាយបំបែកវាសព្វទៅចាបន្តមកទៀតគឺនាងខ្ញុំដាំទឹកចាពេលដែលទឹកនឹងពុះគឺនាងខ្ញុំបង់ស្ពៃខ្មៅយើងចូលចាយើងស្រោះវាតាមមួយស្រពាប់ទៅបានហើយរួចស្រង់វាយកទៅលាងជាមួយនឹងទឹកត្រជាក់ចាយើងត្រឡប់វាបែបហ្នឹងមកឃើញថាវាស្លោកគ្រប់អស់ហើយយើងអាចស្រង់វាយកទៅលាងជាមួយនឹងទឹកត្រជាក់បានចាបន្ទាប់ពីលាងរួចហើយហ្នឹងគឺនាងខ្ញុំចាពូតស្ពៃនឹងឲ្យស្រស់ទឹកចាដើម្បីយកវាទៅច្បល់ជាមួយនឹងគ្រឿងរបស់យើងចាឃើញថាវាជាប់គ្នាបែបហ្នឹងគឺនាងខ្ញុំរលាស់វាចេញចាមុននឹងយកវាទៅច្បល់ជាមួយនឹងគ្រឿងរលាស់វាឲ្យសព្វចឹងមកចានាងខ្ញុំប្រើអំបិលដែលប៊ីចេងនេះបន្តិចរួចនេះខ្ញុំដាក់ប្រេងល្ងបន្តិចចាដាក់វាតែប៉ុណ្្នឹងមកយើងច្បល់វាឲ្យសព្វមករួចនាងខ្ញុំដាំខ្ទះឲ្យក្តៅដាក់ប្រេងឆាបន្តិចចាយើងចាប់ផ្ដើមចៀនពងមាន់របស់យើងចារួចដួសវាដាក់ទុកឲ្យត្រជាក់ចាសឹមយើងហាន់វាចារួចនេះខ្ញុំចាប់ដើមលីងសាច់ប៉ាតេរបស់យើងហ្នឹងចាយើងលីងវាបន្តិចទៅដើម្បីកុំឲ្យវាធំក្លិនឆ្អាបចាចារួចដាក់វាជាមួយណាគ្រឿងផ្សំរបស់យើងហ្នឹងចាំបន្តទៀតហ្នឹងគឺនាងខ្ញុំចាប់ផ្ដើមឆាការ៉ុតរបស់យើងចាយើងឆាវាតាមមួយស្រពាប់បានហើយការ៉ុតហ្នឹងរួចនាងខ្ញុំដាក់អំបិលប៊ីចេងបន្តិចចាយើងដាក់វាយើងឆាវាត្រឡប់ចឹងមកចារួចយើងដាក់វាចាជាមួយនឹងស្ពៃខ្មៅរបស់យើងចាសាច់ប៉ាតេសាច់អីណាអានឹងគ្រឿងស្នូលពេលដែលយើងមូរបាយចាឃើញថាពងមាន់យើងហ្នឹងត្រជាក់ហើយគឺនឹងខ្ញុំចាប់ដើមហាន់វាចាហាន់វាជារាងទៅវែងចារាងស្តៀងនឹងជ្រក់ឆៃថារបស់យើងហើយនឹងសាច់ប៉ាតេនេះរបស់យើងណាចារួចយើងមកមើលពីរបៀបលាយគ្រឿងបាយសចាគឺនាងខ្ញុំប្រើបាយសចំនួន1កូនចានចង្កឹះនាងខ្ញុំដាក់អំបិលម៉ដ្ឋបន្តិចចាដាក់ប្រេងល្ងបន្តិចល្ងបន្តិចចាច្បល់ចូលគ្នាឲ្យសព្វមកមុននឹងយកវាទៅមូរជាមួយនឹងសារាយរបស់យើងចានាងខ្ញុំប្រើគីមចាដែលភាសាខ្មែរយើងហ្នឹងហៅថាសារាយសមុទ្រហ្នឹងចាគឺគីមសម្រាប់ខ្ចប់បាយចាយើងរៀបចំវាបែបហ្នឹងមកជាដំបូងហ្នឹងគឺយើងដាក់សារាយយើងមកស្លឹកចឹងមកបន្ទាប់មកទៀតគឺយើងពីសបាយយើង
ចាពីសវាឲ្យស្ដើងមករួចនាងខ្ញុំដាក់ជ្រក់ឆៃថាវនិងអ៊ូអងសាច់ប៉ាតេហើយនិងពងមាន់ចៀនរបស់យើងរួចដាក់ស្ពៃខ្មៅយើងហ្នឹងចាយើងទៅរៀបវាស្ដើងអញ្ចឹងមកនឹងជាចុងក្រោយហ្នឹងគឺការ៉ុតដែលយើងបានឆាហ្នឹងចាអញ្ចឹងយើងចាប់ដើមមូរវាចាមូរវាទៅមុខមួយរួចថយឡើងវិញមូរទៅមុខមួយទៀតចាយើងសកត់វាឲ្យណែនមកដើម្បីឲ្យបាយរបស់យើងហ្នឹងវាដូចថាវាហាប់ល្អចានឹងជាចុងក្រោយហ្នឹងគឺនាងខ្ញុំលាបទឹកចាដើម្បីឲ្យសារាយហ្នឹងវាស្អិតជាប់ទៅចូលគ្នាចាកុំឲ្យវារបូតចាយើងលាបទឹកអាខាងចុងហ្នឹងទៅចាអញ្ចឹងយើងដែលបន្តធ្វើវាបែបនេះរហូតទាល់តែអស់បាយរបស់យើងចាគឺដាក់គ្រឿងយើងមួយអញ្ចឹងមកចាជនជាតិកូរ៉េគឺនិយមធ្វើគីមប៉ាបនៅពេលដែលគេទៅភិកនិចនៅខាងក្រៅចាដើរលេងនៅខាងក្រៅចាក្នុងគីមប៉ាបដែលមួយដើមហ្នឹងគឺមានគ្រប់សពទាំងអស់មានជាតិក្រូចកូសមានប្រូតេអ៊ីនមានវីតាមីនចាគឺមានគ្រប់សពទាំងអស់ចារួចនាងខ្ញុំចាប់ផ្ដើមកាត់វាជាកង់ខ្លីៗចាពេលដែលយើងទទួលទានហ្នឹងគឺងាយស្រួលចាចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ